សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលសូមជម្រាបជូនសាធារណមតិជាតិនិងអន្តរជាតិមេត្តាជ្រាបថាថ្ងៃទី3ខែកញ្ញាឆ្នាំ2017វេលាម៉ោង 00:35 នាទីនេះឈ្មោះកឹមសុខាត្រូវបានចាប់ខ្លួនដោយមន្ត្រីនគរបាលយុតិធធក្នុងបទល្មើសជាក់ស្ដែងដោយអនុលោមតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជារាជរដ្ឋាភិបាលសូមជម្រាបជូនថាតាមរយៈវីដេអូឃ្លីបដែលត្រូវបានផ្សព្វផ្សាយដោយបណ្ដាញ CBN Cambodian Broadcasting Network ដែលមានទីតាំងនៅអូស្ត្រាលីនិងភស្តុតាងដទៃទៀតដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូលបានគឺបានបង្ហាញឲ្យឃើញច្បាស់អំពីផែនការសម្ងាត់នៃការខົບខិតគ្នារវាងឈ្មោះកឹមសុខានិងបកពួកជាមួយបរទេសដែលធ្វើឲ្យប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជាអំពើនៃការខົບខិតគ្នាជាសម្ងាត់ខាងលើនេះគឺជាអំពើក្បត់ជាតិដែលមានចែងនិងផ្ដន្ទាទោសតាមបញ្ញត្តិនៃមាត្រា443បទសន្តិទ្ធិភាពជាមួយបរទេសក្នុងផ្នែកទី1ស្ដីពីអំពើក្បត់ជាតិនិងអំពើចារកម្មជំពូកទី2ស្ដីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋមាតិកាទី1ស្ដីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋគន្ថៃទី5ស្ដីពីបទល្មើសប្រឆាំងនឹងជាតិនៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាវីដេអូឃ្លីបខាងលើនេះក៏កំពុងតែបន្តផ្សព្វផ្សាយរហូតមកដល់ពេលនេះផងដែរបច្ចុប្បន្នឈ្មោះកឹមសុខាស្ថិតនៅក្រោមការឃាត់ខ្លួននិងការចាត់ការតាមច្បាប់ដោយស្ថាប័នមានសមត្ថកិច្ចនិងស្ថាប័នតុលាការរាជរដ្ឋាភិបាលសូមអំពាវនាវឲ្យរក្សាភាពស្ងប់ស្ងាត់និងទុកករណីនេះជូនតុលាការដើម្បីចាត់ការបន្តជាសមត្ថកិច្ចស្របតាមច្បាប់និងនីតិវិធីជាធរមានអាស្រ័យហេតុនេះសូមសាធារណមតិជាតិនិងអន្តរជាតិមេត្តាជ្រាបជាព័ត៌មានរាជធានីភ្នំពេញថ្ងៃទី3ខែកញ្ញាឆ្នាំ2017